ចាសម្រាប់សួរពុកម៉ែបងប្អូនជនមហាជនទាំងអស់ថ្ងៃនេះខ្ញុំមានវិធានបទមួយលើកឡើងដែលនិយាយអំពីវិធីសម្រកទម្ងន់ទាំងនេះផ្ដល់ផលអាក្រក់ចំពោះសុខភាពចាតើវិធីសម្រកទម្ងន់យ៉ាងណាដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងសូមអ្នកទាំងអស់គ្នាទស្សនាដូចតទៅចាមនុស្សជាច្រើនសុទ្ធតែស្រមៃថាចង់បានរូបរាងកាយសមស្របទៅនឹងគីឡូរបស់ខ្លួនដែលមិនមែនសុទ្ធតែបានគ្រប់គ្នាទាំងអស់នោះទេចឹងហើយបានជាមានមនុស្សជាច្រើនខិតខំរកមធ្យោបាយផ្សេងៗដើម្បីបញ្ចុះទម្ងន់តែបែរជាមិនបានផលទៅវិញនឹងនាំទុកដល់ខ្លួនទៀតខាងក្រោមនេះគឺជាវិធីសម្រកទម្ងន់មួយចំនួនមិនល្អចំពោះសុខភាពហើយអ្នកត្រូវជៀសវាងដើម្បីទទួលបានទម្ងន់ដែលល្អចំពោះសុខភាពដោយមិនមានផលប៉ះពាល់ណាមួយដល់រាងកាយចាទី1គឺទទួលទានអាហារគ្មានកាឡូលីចាអ្នកខ្លះមិនហ៊ានទទួលទានជាតិខ្លាញ់ទេខ្លាចថប់តែមិនប្រកាសថាជាតិខ្លាញ់សុទ្ធតែផ្ដល់ផលអាក្រក់ទាំងអស់នោះតែមានជាតិខ្លាញ់ខ្លះអាចជួយដល់ការសម្រករាងបានចានិយាយការគ្មានកាឡូលីដែលមនុស្សជាច្រើនកំពុងអនុវត្តគឺភាគច្រើនផ្ទុយទៅនឹងជាតិផ្អែមផ្ទុយទៅដោយជាតិផ្អែមចានិងផលិតផលដែលផ្ដល់ចំពោះការសម្រកទម្ងន់មិនពិតប្រាកដចាលើសពីនេះរបបអាហារដែលមានតែភេសជ្ជៈក៏អាចបង្កើតឲ្យមានការឡើងទម្ងន់ផងដែរគឺភេសជ្ជៈយើងគឺអាចបង្កើតឲ្យឡើងទម្ងន់បានដែរគឺជាតិកំប៉ុងគឺភេសជ្ជៈជាតិកំប៉ុងណាចាយើងហូបច្រើនពេកទៅគឺយើងអាចឡើងគីឡូបានដែរអាហ្នឹងដូច្នេះអាហារដែលមានកាឡូលីមិនមែនសុទ្ធតែអាក្រក់នោះទេត្រូវញ៉ាំមានកម្រិតទាបនិងផ្ដល់ដើម្បីផ្គត់ផ្គង់គ្រប់សារពាង្គកាយគឺបើថាយើងអត់និយាយទៅគឺជាខ្លាញ់ហ្នឹងយើងអត់បានទេthườngយើងត្រូវញ៉ាំវាតិចៗទៅគឺដើម្បីឲ្យសុខភាពយើងរាងកាយយើងមកមួលចាទី2ញ៉ាំថ្នាំសម្រកទម្ងន់ថ្នាំសម្រកទម្ងន់ត្រូវបានគេដឹងថាជាដំណោះស្រាយដ៏លឿនបំផុតសម្រាប់ការសម្រកទម្ងន់ប៉ុន្តែពួកវាអាចបំផ្លាញដល់ខួរក្បាលនិងបេះដូងក្នុងរយៈពេលវែងដូច្នេះអ្នកត្រូវជៀសវាងការអនុវត្តវិធីនេះមិនថាហេតុផលអ្វីក៏ដោយចាគឺនិយាយទៅគឺយើងប្រើថ្នាំគឺវាមានជាតិគឺវាគ្រោះថ្នាក់មានជាតិគឺវាគ្រោះថ្នាក់ខ្លាំងគឺលើទៅវាអាចប៉ះពាល់ដល់សុខភាពយើងអីចឹងណាប៉ះពាល់ដល់កាពះយើងខាងក្នុងយើងហ្មងយល់ល្អបើយើងអាចជៀសវាងបានយើងជៀសវាងវាទៅគឺល្អបំផុតចារីឯទី3គឺមិនបរិភោគអាហារវាក៏ជាវិធីសាស្ត្រសម្រកទម្ងន់មួយដែលមិនល្អចំពោះសុខភាពផងដែរប្រសិនបើអ្នកមិនបរិភោគអាហារនៅពេលណាមួយប្រព័ន្ធរំលាយអាហាររបស់អ្នកនឹងថយចុះបែបជាមិនស្រកនឹងអាចនាំឲ្យឡើងទម្ងន់វិញចាគឺអាហារដែលនិយាយទៅគឺយើងអាហារណាដែលយើងអត់បានគឺយើងអត់តែអាហារខ្លះយើងបរិភោគវាយើងអាចអត់បានទេដូចជាបាយពេលព្រឹកពេលថ្ងៃត្រង់ពេលព្រឹកវាបែរថាបាយអីយើងហូបអីឲ្យល្មមបានណាតែយើងកុំហូបច្រើនពេកហើយបាយជាពិសេសគឺបាយថ្ងៃត្រង់ហើយបាយថ្ងៃល្ងាចគឺយើងអត់បានទេព្រោះថាយើងអត់វាទៅអាចប៉ះពាល់ដល់សុខភាពយើងកាពះយើងមិនល្អធ្វើទុកកាពះឈឺកាពះអីចឹងគឺវាមិនល្អចំពោះយើងចារីឯទី4ការប្រើថ្នាំបន្តលាមកការទទួលទានថ្នាំបន្តលាមកក្នុងទម្រង់ណាមួយដូចជាឱសថរុក្ខជាតិម្សៅ
ថ្នាំគ្រាប់ជាដើមអាចជួយកាត់បន្ថយទម្ងន់បានចាប៉ុន្តែការទទួលទានក្នុងរយៈពេលយូរអាចធ្វើឲ្យសុខភាពផ្លូវរំលាយអាហារចុះខ្សោយចាគឺផ្លូវរំលាយអាហាររបស់យើងចុះខ្សោយបើយើងហូបវាយូរទៅនឹងអាចបង្កឲ្យមានជំងឺផ្សេងដែលតាក់ទងនឹងពោះចាគឺយើងញ៉ាំវាទៅគឺវាពិបាកដែរនេះចារីឯទី5គឺហាត់ប្រាណខ្លាំងពេកចាអ្នកខ្លះគឺថាចង់សម្រក់ទម្ងន់ចង់ឲ្យស្រកខ្លាំងខំហាត់ប្រាណហាត់នឹងហួសកំណត់ក៏វាមិនល្អដែរហ្នឹងចាការហាត់ប្រាណខ្លាំងពេកវាមិនត្រឹមត្រូវអាចមានផលប៉ះពាល់ដល់សុខភាពវាមិនត្រឹមតែគ្មានផលប៉ះពាល់មានផលប្រយោជន៍ដល់ការសម្រកទម្ងន់នោះទេថែមទាំងធ្វើឲ្យខូចខាតសាច់ដុំផ្សេងការធ្វើលំហាត់ប្រាណកម្រិតវិជុំនិងរបបអាហារដែលល្អចំពោះសុខភាពគឺជាអ្វីដែលអ្នកត្រូវអនុវត្តដើម្បីសម្រកទម្ងន់ចាគឺនិយាយទៅគឺយើងហាត់ប្រាណជ្រុលពេកវាអាចប៉ះពាល់ដល់សុខភាពយើងដែរយើងហាត់និយាយទៅយើងហាត់ប្រាណត្រឹមមុនបែរណាកុំឲ្យលើសចម្រោះណាចាគឺវិធីខាងលើគួរតែជៀសវាងតែមានវិធីដែលល្អជួយដល់ការបញ្ចុះទម្ងន់ម្យ៉ាងមានប្រសិទ្ធភាពនោះគឺការញ៉ាំអាហារបំពន់និងការធ្វើលំហាត់ប្រាណដ៏ត្រឹមត្រូវទើបអាចសម្រកទម្ងន់ចាសំទោសគឺអាចសម្រកបានយ៉ាងល្អចាអ្នកអាចសាកល្បងនិយាយទៅនេះអាចសាកល្បងបានជាមួយវាមិនមែនជាថ្នាំសម្រក់និយាយទៅគឺយើងធ្វើវិធីការទាំងអស់នេះគឺវាល្អគឺវាបើយើងធ្វើលំហាត់វាហួសពេលហួសខ្លាំងពេកគឺវាមិនល្អប៉ុន្តែបើយើងធ្វើល្មមកុំឲ្យលើសចម្រោះគឺវាល្អហ្នឹងចាពេលនេះវីដេអូខ្ញុំសូមបញ្ចប់ត្រឹមនេះសូមអរគុណពុកម៉ែបងប្អូនសូមជម្រាបលា